សម្រាប់បងប្អូនដែលចូលចិត្តខាងចាក់មួកចាក់ខ្នើយចាក់កាបូបអីហ្នឹងបងប្អូនបងប្អូនមើលវីដេអូហ្នឹងតាមមួយកលេសគឺយល់បងប្អូនអាហ្នឹងអ្នកដែលមានដុំគឺមើលតែមួយផ្លេតគឺយល់ហើយចេះចាក់ដោយខ្លួនឯងហើយថ្ងៃហ្នឹងដែរគឺខ្ញុំនឹងបង្ហាញណែនាំបងប្អូនពីរបៀបចាក់កាបូបយ៉ាងម៉េចឲ្យវាស្អាតណាបងប្អូនចាសម្រាប់มื้អនេះគឺខ្ញុំបង្ហាញបងប្អូនពីរបៀបចាក់កាបូបរូបប្រាសាទអង្គរវត្តហើយបងប្អូនចាំទស្សនាទាំងអស់គ្នាថាខ្ញុំចាក់កាបូបរូបប្រាសាទអង្គរវត្តហ្នឹងគឺចាក់មិនដើម្បីឲ្យចេញកាឡាអំបោះមកវាស្អាតវាក្លឹបហប់ណែនល្អអញ្ចឹងណាបងប្អូនហើយយើងចាក់ធ្វើមិនឲ្យវាងាយស្រួលហើយនឹងលឿនអញ្ចឹងបងប្អូនអាចមើលវីដេអូហ្នឹងហើយរៀនពីរបៀបចាក់តាមអ្វីដែលខ្ញុំបង្ហាញចាបងប្អូនសម្រាប់ការចាក់រូបអង្គរវត្តឲ្យបានស្អាតគឺយើងអត់ចាក់ពីកំពូលអង្គរចុះមកក្រោមទេគឺយើងចាក់ពីខាងចដើឡើងទៅកំពូលវិញបងប្អូនមានន័យថាយើងចាក់ពីខាងធំទៅខាងតូចអញ្ចឹងណាបងប្អូនបានរូបប្រាសាទអង្គរវត្តដែលស្អាតហើយយើងចាក់បែបនេះទៅគឺវាបានលឿនណាបងប្អូនគឺងាយស្រួលហើយលឿនមែនទែនដោយសារតែអ្វីដែលខ្ញុំប្រាប់ហ្នឹងគឺដំបូងខ្ញុំចាក់ពីកំពូលមកមុនប៉ុន្តែចាក់ហើយវាអត់បានស្អាតហើយវារញ៉េរញ៉ៃស្មុគស្មាញវាចាក់ខុសផងត្រូវផងអញ្ចឹងណាបងប្អូនអញ្ចឹងគឺខ្ញុំរកវិធីឃើញខ្ញុំចាក់ពីខាងចដើមកមុនវិញគឺចាក់អញ្ចឹងគឺវាងាយស្រួលហើយលឿនណាបងប្អូនហើយអត់ខុសទេអាហ្នឹងហើយបងប្អូនដំបូងគឺយើងយកអំបោះដោតប្រឆិតពីខាងឆ្វេងមកស្ដាំហើយពីក្រោមឡើងលើអញ្ចឹងណាបងប្អូនហើយសម្រាប់ការខ្វែងមិនចាំបាច់ថាបងប្អូនខ្វែងដូចវីដេអូដែលខ្ញុំបង្ហាញទេវីដេអូដែលខ្ញុំបង្ហាញហ្នឹងគឺខ្ញុំខ្វែងដំបូងគឺពីស្ដាំមកឆ្វេងហើយបានពីឆ្វេងទៅស្ដាំវិញប៉ុន្តែសម្រាប់បងប្អូនអាចចាក់ខ្វែងទៅខាងស្ដាំទាំងអស់ទៅឬមួយក៏ខាងឆ្វេងទាំងអស់អញ្ចឹងណាបងប្អូនដែលធ្លាប់ចាក់រូបដែលដាក់ស៊ុំតាំងនៅតាមជាងអីបងប្អូនចេះចាក់យល់ហើយបងប្អូនហើយនៅកន្ទុយអំបោះហ្នឹងគឺខ្ញុំគួចបែបហ្នឹងបងប្អូនហើយចុងអំបោះហ្នឹងកុំភ្លេចរោលភ្លើងផងដោយសារអំបោះប្រភេទហ្នឹងគឺវាររុះអញ្ចឹងណាបើយើងអត់រោលភ្លើងអត់អីទេវាររុះទៅវាខូចកាបូបយើងអស់អញ្ចឹងយើងរោលភ្លើងតិចទៅចានៅពេលដែលយើងចងមុខអំបោះរួចហើយបងប្អូនអាកន្ទុយអំបោះហ្នឹងគឺយើងចាក់ផ្អោបជប់គ្នាជាមួយនឹងក្លាសណាញ់ដែលយើងចាក់អំបោះនឹងខ្វែងទៅខ្វែងមកអញ្ចឹងណាបងប្អូនធ្វើអញ្ចឹងគឺដើម្បីកុំឲ្យវាចាញ់អាកន្ទុយអំបោះដែលនៅសល់ហ្នឹងវាអាក្រក់មើលវាញ៉េញ៉ៃអញ្ចឹងណាបងប្អូនចាសម្រាប់ការចាក់ហ្នឹងគឺខ្ញុំចាក់ពីស្ដាំមកឆ្វេងប្រឆិតពីក្រោមឡើងលើអញ្ចឹងណាបងប្អូនហើយយើងចាក់ទៅម្ខាងឲ្យអស់សិនទៅហើយចាំយើងត្រឡប់មកម្ខាងមកវិញខ្វែងមកវិញអញ្ចឹងណាហើយក៏ខ្ញុំសូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាដែរបើសិនជាខ្ញុំបកស្រាយទៅវារៀងបងប្អូនស្ដាប់អត់សូវយល់ណាដោយសារភាសានិយាយរបស់ខ្ញុំវារៀងរដើនហើយខ្ញុំនិយាយតាមតំបន់របស់ខ្ញុំអញ្ចឹងទៅខ្ញុំនិយាយទៅវាអាចនឹងបងស្ដាប់អត់សូវយល់បងប្អូនបើចាំស្ដាប់អ្វីដែលខ្ញុំនិយាយក៏បានដែរបងប្អូនមើលតែដៃខ្ញុំចាក់ទៅបងប្អូនរៀនចាក់តាមអញ្ចឹងណាបងប្អូនហើយយើងចាក់ពីចុងម្ខាងទៅទៅដល់ចុងម្ខាងទៀតហើយយើងចាក់មកចំហៀងវាអស់ហើយចាំយើងត្រឡប់មកវិញណាបងប្អូនធ្វើអញ្ចឹងគឺអត់ងាយខុសកាឡាទេខ្វែងគឺបានស្អាតហើយយើងខ្វែងទៅឆ្វេងទាំងអស់ស្ដាំទាំងអស់អញ្ចឹងណាបងប្អូនហើយបងប្អូនចាក់តាមស្នាមហ្វឺតដែលខ្ញុំចុចឲ្យនឹងបងប្អូនកុំចាក់ហួសពីនឹងចាក់ត្រឹមតែស្នាមហ្វឺតដែលខ្ញុំគូនឹងទៅបានហើយបងប្អូនចាក់ទៅដល់ហើយយើងត្រឡប់មកវិញទៅណាយើងចាក់ចុះចាក់ឡើងរហូតដល់កំពូលអង្គរទៅហើយដល់ពេលដល់វគ្គកំពូលអង្គរចាំខ្ញុំនឹងបង្ហាញបងប្អូនថាចាក់បែបម៉េចបន្តទៀតយើងមើលមួយរៀនមួយចឹងទៅណាបងប្អូនកុំបខំទៅកាលណាបខំពេកគឺយើងធ្វើកាបូបអត់បានស្អាតទេហើយវាទៅជា stress ខ្លួនឯងវិញមកខ្លួនឯងវិញចឹងណាយើងបងប្អូនយើងធ្វើតាមសម្រួលតែបងប្អូននេះបន្ទាប់ពីខ្ញុំចាក់ពីចុងម្ខាងទៅដល់ចុងម្ខាងហើយណាបងប្អូនគឺយើងចាក់ត្រឹមតាស្នាមហ្វឺតដែលខ្ញុំគូទៅបានហើយនេះគឺជាកាឡានៅខាងក្នុងខាងខុសបងប្អូនគឺមើលទៅក៏វាស្អាតតែវាអត់រញ៉េរញ៉ៃចឹងណាបងប្អូនហើយបងប្អូនចាក់តាមវិធីដែលខ្ញុំបង្ហាញហ្នឹងគឺមិនថាកាឡាខាងក្នុងក៏ដោយខាងក្រៅក៏ដោយគឺស្អាតទាំងសងខាងចាបន្ទាប់ពីយើងចាក់ដល់ខាងចុងម្ខាងហើយគឺយើងខ្វែងទៅវិញអញ្ចឹងណាបងប្អូនការខ្វែងទៅវិញដើម្បីឲ្យវាត្រូវកាឡាគឺបងប្អូនចាក់នៅរន្ធខាងកពូលអង្គរបងប្អូននៃយើងចាក់ពីឆ្វេងទៅស្ដាំវិញរន្ធខាងលើគឺយើងចាក់ខាងស្ដាំហើយសម្រាប់រន្ធខាងក្រោមគឺយើងចាក់រន្ធខាងឆ្វេងអញ្ចឹងណាបងប្អូនហើយបងប្អូនមើលតាមវីដេអូដែលខ្ញុំ
bà hai nó bông bồn ở riêng chạ tam thế nó bông bồn bây dương chạ mùi thế nó từ bốn cứ dương chạ mơ sân bờ sân thì dương chạ tơ khơi thật sát vì trầm hết chồng dương chạ vô ở riêng lươn sân chỉ bông bồn đắp ở quay để nhom bị vô ọt sâu vô tới bông bồn ai mơ đầy bỏ nhom bán cứ dương chạ tam nâng thế nó bông bồn rồi pe khá bông bồn đắp nhom bỏ sai bị vô ọt sâu vô tề chứ bông bồn ai mơ đầy nhom ở chạ bán riêng chạ tam ở đâyឬក៏ក្នុងវីដេអូដែលខ្ញុំបង្ហាញនេះបងប្អូនបានច្បាស់ជាងការបញ្យល់បកស្រាយរបស់ខ្ញុំចាយើងចាក់ពីខាងជាដើរហូតទៅដល់កំពូលយើងចាក់ទៅចាក់មកត្រឡប់មកអញ្ចឹងទៅណាបងប្អូនរហូតទៅដល់កំពូលវាហើយសម្រាប់ការចាក់ហ្នឹងបងប្អូនយកដៃទាញបោះឲ្យរាំងរឹតបន្តិចមកកុំឲ្យវារឹតខ្លាំងពេកបងប្អូនមកល្មមមកកុំឲ្យធូរពេកហើយក៏រឹតពេកនិយាយទៅយើងចាក់រឹតទាញវាមើលមកល្មមទៅមកសំរុំឲ្យវាធ្នេរបស់មើលយើងវាស្អាតដែរបងប្អូនបើកាលណារឹតពេកវាអាចទៅជាដាច់កាឡាសណាញ់ហើយបើធូរពេកវារបស់យើងអត់ស្អាតកាឡាក្បោបរបស់យើងអត់ស្អាតចឹងណាបងប្អូនហើយរបៀបចាក់ហ្នឹងគឺដំបូងយើងត្រូវចាក់រូបអង្គរវត្តឲ្យរួចរាល់ស្រេចជាមុនសិនយើងកុំចាក់លាយឡំច្បោកច្បល់គ្នាយើងចាក់រូបអង្គរវត្តឲ្យរួចមួយសិនបន្ទាប់មកចាំយើងឈានដល់ការចាក់ដើមត្នោតឬមួយក៏ដើមឈើអីផ្សេងទៅណាហើយបន្ទាប់ពីយើងចាក់ដើមត្នោតចាក់អីរួចហើយចាំយើងចាក់អំបោះពោះសាច់យើងចាក់ផ្ទៃពោះសាច់ណាចាក់ផ្ទៃរបស់វាហើយក្រោយពីចាក់ផ្ទៃរបស់វាហើយបានយើងចាក់អក្សរ Cambodia នៅចុងក្រោយគេអញ្ចឹងណាបងប្អូនយើងធ្វើអញ្ចឹងបានវាស្អាតហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំបរៀនចាក់រូបអង្គរវត្តឲ្យស្អាតហើយនៅវីដេអូបន្ទាប់ទៀតគឺខ្ញុំនឹងបរៀនចាក់ដើមត្នោតណាបងប្អូនចាហើយក្រោយមកគឺខ្ញុំនឹងចេញវីដេអូបង្ហាញពីរបៀបចាក់ផ្ទៃចាក់អីតាមអណ្ដាប់ដោយតាមវគ្គតាមឃ្លាអញ្ចឹងណាបងប្អូនជាចុងក្រោយខ្ញុំក៏សូមខន្តីអភ័យទោសចំពោះបងប្អូនដែលកំពុងពុំយកទៅរៀនចាក់ហើយខ្ញុំមិនទាន់បានផ្ញើវីដេអូពីរបៀបបរៀនចាក់ជូនឬក៏ចេញវីដេអូជូនណាសូមអធិស្ឋានហើយនឹងរងចាំដោយការអត់ធ្មត់របស់បងប្អូនដែលសារខ្ញុំតនេបានតែពេលយប់បងប្អូនហើយខ្ញុំឆ្លៀតធ្វើពេលយប់ឲ្យបន្តិចម្ដងខ្ញុំនឹងចេញវីដេអូរហូតដល់របៀបដែលយើងភ្ជាប់កាបូបអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនសូមរងចាំបន្តិចណាបងប្អូនចាអរគុណច្រើន